กตัญญูแปลมาថាជាការដឹងនៅគុណរបស់អ្នកដែលមានគុណដែលគាត់ធ្លាប់បានធ្វើមកលើយើងណាបងញញឹមដូចថាពុកម្ដាយគាត់ធ្លាប់មានឧបការៈគុណមកលើកូនប្រុសស្រីទាំងអស់គ្នាអញ្ចឹងកូនប្រុសស្រីទាំងអស់គ្នាបានធ្វើនៅសេចក្តីល្អតបទៅលើអ្នកដែលមានគុណនឹងវិញអាការធ្វើតបហ្នឹងគេឲ្យឈ្មោះថាជាកតញ្ញូចឹងណាបងញញឹមកតញ្ញូវាថាការដឹងនៅណាអំពើល្អរបស់មេដាបិតាដែលគាត់បានធ្វើមកហើយក៏ធ្វើតបទៅវិញទៅហ្នឹងគឺជាតួនៃកតញ្ញុតាធម៌ហើយកតញ្ញុតាធម៌នេះគឺសំគួរណាដែលកូនចៅប្រុសស្រីទាំងអស់គ្នាគួរតែមានបងគួរតែមានក្នុងខ្លួនព្រោះមនុស្សយើងបើសិនជាថាកើតមកជាមនុស្សហើយអត់បានដឹងគុណមេដាបិតាទេអត់ចម្រើនទេណាញាតិញោមខ្វះនៅកតញ្ញុតាធម៌ការដឹងគុណអ្នកដែលមានគុណហ្នឹងគឺអត់ចម្រើនទៅតែម្ដងកូនចៅប្រុសស្រីហ្នឹងណាឧទាហរណ៍ថាពុកម្ដាយខំប្រឹងចិញ្ចឹមបីបាច់ថែទាំតាំងពីតូចមកហ្នឹងហើយដល់ពេលលទ្ធផលចុងក្រោយកូនចៅហ្នឹងអត់ដឹងគុណឪពុកម្ដាយសោះអញ្ចឹងកូនចៅហ្នឹងទៅណាទៅណីក៏អត់ចម្រើនដែរបងទៅរកស៊ីក៏អត់កាក់កបធ្វើកិច្ចការងារអីក៏អត់ចម្រើនទៅមុខដែរព្រោះអីព្រោះកូនចៅហ្នឹងជាមនុស្សមួយគេហៅថាអកតញ្ញូអត់ដឹងគុណណាជំរាបបងអត់ដឹងគុណអ្នកដែលមានគុណហ្នឹងហើយបន្ទាប់ពីស្លាប់ទៅមានទុក្ខទោសទៀតមានទុក្ខទោសទៅអបាយភូមិទៀតហ្នឹងអាហ្នឹងទោសនៃកូនអកតញ្ញូហ្នឹងជំរាបមិនទោសធម្មតាណាស្លាប់ទៅអបាយភូមិទៅនរកទៅប្រែតអីទៅទៀតក៏មានហ្នឹងអញ្ចឹងបានន័យថាយើងកើតមកជាមនុស្សដោយសារបុណ្យកុសលអញ្ចឹងយើងត្រូវធ្វើជាមនុស្សមួយគឺមានការដឹងគុណចំពោះអ្នកដែលមានគុណនៅក្នុងការដឹងគុណនេះជាវងរបស់ព្រះបរមពោធិសត្វទាំងឡាយផងដែរព្រះបរមពោធិសត្វកំថាឡើយព្រះអង្គកើតនៅក្នុងកំណើតជាមនុស្សសូម្បីព្រះអង្គកើតនៅក្នុងកំណើតជាសត្វតិរិឆានក៏ព្រះអង្គនៅតែដឹងគុណឪពុកម្ដាយអញ្ចឹងណាញាតិញោមរឿងការដឹងគុណហ្នឹងគឺជាវងរបស់ព្រះបរមពុទ្ធសាសនាបរមគ្រូនៃយើងដែលព្រះអង្គតែងតែសន្សំបំពេញរឿយស្ទើរតែគ្រប់ជាតិទាំងអស់ហើយមិនថាព្រះអង្គកើតជាមនុស្សឬក៏កើតជាសត្វតិរិឆានទេក៏ព្រះអង្គតែងតែមាននៅកតញ្ញុតាធម៌ចេះដឹងគុណហ្នឹងព្រះអង្គកើតជាសត្វណាសត្វផ្សេងនៅពេលដែលពុកម្ដាយចាស់ទៅព្រះអង្គអញ្ចឹងបីបាច់ថែរក្សាពុកម្ដាយហ្នឹងកំណើតជាសត្វផ្សេងហ្នឹងហើយព្រះអង្គកើតជាដំរីហ្នឹងម្ដាយនឹងចាស់ទៅព្រះពោធិសត្វសុខចិត្តលះបង់បរិវារទាំងអស់ហ្នឹងមកចិញ្ចឹមបីបាច់ម្ដាយនៅក្នុងកំណើតជាសត្វដំរីហ្នឹងហើយព្រះអង្គធ្លាប់កើតជាសត្វស្វាហ្នឹងហើយម្ដាយខ្វាក់ភ្នែកព្រះបរមពោធិសត្វសុខចិត្តចិញ្ចឹមមើលថែហ្នឹងមើលថែម្ដាយហ្នឹងណាហើយរហូតដល់ថាសុខចិត្តបដូរផ្ដាច់លះបង់ជីវិតដើម្បីជួយម្ដាយរស់ទៀតណោះនឹងតាមប្រវត្តិរឿងរ៉ាវផ្សេងនៅក្នុងវិជាដកអីហ្នឹងដែលលោកបានលើកមកបញ្ជាក់អំពីសភាពនៃកតញ្ញុតាធម៌របស់ព្រះបរមពោធិសត្វដែលព្រះអង្គធ្លាប់មានកំថាឡើយព្រះអង្គកើតក្នុងកំណើតជាមនុស្សសូម្បីក្នុងកំណើតជាសត្វតិរិឆានក៏ព្រះអង្គនៅតែជាសត្វដែលមាននៅកតញ្ញុតាធម៌ចេះដឹងគុណអ្នកដែលមានគុណផងដែរដូច្នេះយើងជាមនុស្សគឺត្រូវតែមានគុណធម៌នឹងជាចាំបាច់ហ្នឹងហើយគឺការដឹងគុណមេដាបិតាយើងហ្នឹងណាញញឹមឬយើងគិតពិចារណាមើលទៅថាតើមេដាបិតាយើងគាត់ចាំបីបាច់យើងមើលថែទាំយើងយ៉ាងម៉េចខ្លះតាំងពីយើងនៅក្នុងគោប្រសូតមកកូនងាតូចហ្នឹងគាត់យកចិត្តទុកដាក់មើលថែយ៉ាងម៉េចខ្លះហ្នឹងហើយសពគ្រប់បែបយ៉ាងទាំងអស់ណាញញឹមតម្រាំយើងធំមកគាត់ឲ្យរៀនឲ្យសូត្រអីសពគ្រប់បែបយ៉ាងទាំងអស់សិតតែជាសេចក្តីល្អរបស់មេដាបិតាហ្នឹងអញ្ចឹង
គុណរបស់គាត់នឹងច្រើនណាស់បើតាមនៃនៅក្នុងព្រះពុទ្ធដីកាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងវិញកូនចៅប្រុសស្រីបើសិនជាថាដឹងគុណឪពុកម្ដាយណារហូតដល់ថាលើកម្ដាយដាក់លើស្មាខាងស្ដាំឪពុកនឹងដាក់លើស្មាខាងឆ្វេងហើយទំនុកម្រងមើលថែគាត់ហ្នឹងឧទាហរណ៍ថាអាយុនឹង80ឆ្នាំមើលថែគ្រប់80ឆ្នាំទាំងអស់សពគ្រប់បែបយ៉ាងទាំងអស់ហ្នឹងសូម្បីយើងធ្វើកិច្ចការងាររបៀបហ្នឹងក៏ដោយក៏មិនឈ្មោះថាជាការបានតបស្នងសងគុណគាត់ដែរអញ្ចឹងណាដោយសារអីដោយសារមេដាបិតាគាត់មានឧបការៈគុណច្រើនមកលើយើងជាកូនចៅប្រុសស្រីហ្នឹងណាសូម្បីយើងធ្វើសកម្មភាពបែបហ្នឹងទំនុកម្រងគាត់បែបហ្នឹងនៅតែឈ្មោះថាមិនបានតបស្នងសងគុណគាត់ទេប្រគុណរបស់គាត់វាច្រើនហួសហេតុទេហួសកណនីហួសការដែលយើងធ្វើសកម្មភាពត្រឹមតែប៉ុណ្្នឹងអាចដើម្បីជាការតបស្នងសងគុណគាត់គឺអត់បានទេហ្នឹងដែលហើយទៅសម្បីថាយើងមានយុស័កមានអំណាចជាស្រេចចក្រពត្តិលើកតំណែងជាស្រេចចក្រពត្តិនឹងជូនដល់មេដាបិតាយើងក៏មិនឈ្មោះថាជាការតបស្នងសងគុណគាត់ទៀតហ្នឹងដល់ថ្នាក់ប៉ុណ្ណឹងហើយញាតិញោមអញ្ចឹងគ្រាន់តែចង់បញ្ជាក់ឲ្យកូនចៅប្រុសស្រីនឹងដឹងថាគុណរបស់មេដាបិតានឹងច្រើនណាស់ច្រើនមែនតើរហូតដល់ថាយើងមានការគោរពប្រតិបត្តិសពគ្រប់បែបយ៉ាងទាំងអស់រហូតដល់ថាលើកគាត់ឲ្យខ្លាចជាស្រេចចក្រពត្តិគ្រប់គ្រងពិភពលោកទាំងមូលហ្នឹងហើយក៏នៅតែមិនអាចដើម្បីថាតបស្នងសងគុណរបស់គាត់រួចទៀតនោះណែប្រគុណរបស់គាត់នឹងធំធេងមែនពិតណាញាតិញោមហ្នឹងចឹងហើយបានជានៅក្នុងច្បាប់អនន្តរិយកម្មកូនចៅប្រុសស្រីឯណាដែលសម្លាប់ព្រះអរហន្តក្តីសម្លាប់មេដាបិតាក្តីគឺថាត្រូវទោសអនន្តរិយកម្មដូចគ្នាព្រះអរហន្តអស់កិលេសហ្នឹងញាតិញោមន័យថាលោកបួសនៅក្នុងពុទ្ធសាសនាទៅបានបដិបត្តិអប់រំចម្រើនសិលសមាធិវិបស្សនាហើយបានសម្រេចជាព្រះអរហន្តអស់នៅកិលេសបើសិនជាមានបុគ្គលណាមួយសម្លាប់ព្រះអរហន្តហ្នឹងគឺត្រូវទោសអនន្តរិយកម្មទោសធ្ងន់ណាស់ញាតិញោមអនន្តរិយកម្មណែស្លាប់ទៅនរកហ្នឹងហើយម្យ៉ាងទៀតកូនចៅប្រុសស្រីឯណាដែលបានសម្លាប់មេដាបិតាមានទោសអនន្តរិយកម្មដូចគ្នានឹងការសម្លាប់ព្រះអរហន្តនឹងដែរវាត្រូវទោសអនន្តរិយកម្មដូចគ្នានិយាយទៅប៉ុន្តែគ្រាន់ថាមានកម្រិតខ្លាំងកម្រិតខ្សោយទៅតាមហ្នឹងទៅហ្នឹងការសម្រាប់ព្រះអរហន្តមានទោសធ្ងន់ជាងប៉ុន្តែជាអនន្តរិយកម្មដូចគ្នាហ្នឹងហើយការសម្លាប់មេដាបិតាជាអនន្តរិយកម្មដែរចង់បញ្ជាក់ប្រាប់ថាមេដាបិតាយើងនេះគឺថាមានគុណធ្ងន់លោកប្រៀបធៀបស្តៀងដូចជាព្រះអរហន្តហើយណាស្តៀងដូចជាព្រះអរហន្តហើយព្រោះត្រូវទោសអនន្តរិយកម្មដូចគ្នាណាញាតិញោមអញ្ចឹងចង់បញ្ជាក់ប្រាប់ថាដោយសារមេដាបិតាហ្នឹងគាត់មានឧបការៈគុណយ៉ាងច្រើនណាស់មកលើយើងជាកូនចៅប្រុសស្រីទាំងអស់គ្នាហ្នឹងអញ្ចឹងនៅពេលដែលយើងដឹងថាមេដាបិតាគាត់មានឧបការៈគុណច្រើនហើយយើងធ្វើនៅសេចក្តីល្អតបស្នងសងគុណគាត់វិញត្បិតថាយើងតបស្នងសងគុណហ្នឹងវាមិនបានរួចអីយ៉ាងម៉េចទៅបានប៉ុន្តែក៏យើងជាយាមធ្វើទៅចឹងណាជាយាមធ្វើតបស្នងសងគុណគាត់ទំនុកម្រងបម្រើមើលថែទាំគាត់សពគ្រប់បែបយ៉ាងទៅហ្នឹងគឺជាបុណ្យកុសលរបស់យើងបើនៅក្នុងធម៌ព្រះអង្គឲ្យកូនចៅតបស្នងសងគុណដោយពិសេសនោះគឺបើសិនជាមេដាបិតាគាត់មិនតាន់មានសទ្ធាដឹកនាំឲ្យគាត់មានសទ្ធាចឹងណាហ្នឹងមិនតាន់មានសិលដឹកនាំឲ្យគាត់មានសិលមិនតាន់មានចក្ខៈដឹកនាំឲ្យគាត់មានចក្ខៈមិនតាន់មានបញ្ញាដឹកនាំឲ្យគាត់មានបញ្ញាអញ្ចឹងបើសិនជាកូនចៅអាចជួយមេដាបិតារបៀបនេះបានអាហ្នឹងគឺជាការសងគុណគាត់ដ៏ធំធេងណាស់ហ្នឹងជាការជួយគាត់ឲ្យរួចផុតអំពីអបាយភូមិណាដោយគាត់មិនតាន់មានសទ្ធាជឿនៅក្នុងកម្មផលណា
chẳng có côn chạy pro srei miền sầm mặt tập hiệp ai đầm bay đặt này nom thời gian phải vô con mình toàn miền sệt thia ca sệt thia lại nắng cứ chỉ ca chui ở bụng mà đài đó chui bụng mà đài nè rồi côn chạy khác nè miền ca sai cột trời cho buổi sập rồi tới lạt liệt viên về vô đăng thua vô đăng a tới ai đầm bay đặt nom phải ai phải vô miền đà bị đà bàn phải nè miền đa con mình toàn miền sệt thi ấy thế sắp tệ côn trai prosray nó cứ ai đặt nom con ở con miền sệt thi chẳng á chưa tên được nông cam phò tại nơi pena để con miền sệt thi chưa cam phò để khuôn con toán đánh phơi con nó bàn ruồi phật nó bị bám để tràn vào nè pro cana để miền sệt thi chưa cam phò chưa thà cà phê báp cứ một tại bàn thò mà vẫn chỉ tục đọc lụt này nhỉ hay chưa thà cà phê bón một tại bàn thò mà vẫn cứ ban sự đây sốc mà đọc lụt này nhỉ miền cam ở sệt thi ấy nhìn được không sệt thi chưa tên được nông cam hay nông bị bạc cả sệt thi chưa tên được nông phò bị bạc rồi bỏ cam đó nên bây để con mê sệt thi chắc cho bác lót con ai chui khuôn con ở rồi phật chặt bạn rồi phật chả ba trăng tập tha bắt cất khơi thả ca nam bờ sân chả thà anh phơi ba chỉ vật là bắt mãi nâng chụp tục chỉ vật bạc cọp nè tục nâng bên tục là mẹ làm mông đôi mà nuôi dân thế tục khác tao ở ba giờ phun tao nở ruộng tao pre tao sắt để chan ấy tao rong tục lục ba oka chủ tao nở ruộng khác che nông phơi á nhìn điểm che nông phơi hay ọt miền che mà ngày thì ngày đấy sạch tệ dù đó đang ngày dù mền tèn ta rập liền năm á nhìn đúng mền tịch đấy nhật nhôm dương nơi không cầm nát mình đúng đấy trường ca trơ sẽ ở đây tục mà năm pi năm bay năm đôi sợi máy lục bột đây chân tới trơ kê phở ba rong tục lục ba và man chia bay năm và bay khai chiang đó nhìn đúng không bay năm và bay khai chiang ấy giờ cách thay vì tục lục ba ấy phần nắng bay năm chiang chật buồn năm đó bàn tay sự đây tục không nửa ruột sắt tại rọp liền năm